នេះគឺជាអតីតប្រាសាទបុរាណដ៏ចំណាស់របស់ខ្មែរដែលកំពុងតែបណ្ដែតខ្លួនយ៉ាងស្រស់ស្អាតនៅលើចង្កេះភ្នំមួយស្ថិតនៅក្នុងខេត្តចម្ប៉ាសាកប្រទេសឡាវជាប្រាសាទមួយដែលមានរូបរាងស្រដៀងទៅនឹងប្រាសាទព្រះវិហារប្រាសាទនេះគឺមានឈ្មោះថាប្រាសាទវត្តភូស្ថិតនៅក្នុងដែនដីខេត្តចម្ប៉ាសាកដែលជាអតីតដែនដីរបស់ខ្មែរប្រាសាទវត្តភូគឺជាស្ថាបត្យកម្មខ្មែរនៃអាណាចក្រខ្មែរនាសម័យអង្គរនឹងត្រូវបានកសាងឡើងដោយព្រះបាទយសោវរ្ម័នទី1នៅក្នុងអំឡុងពាក់កណ្ដាលសតវត្សទី10វត្តភូគឺជាភាសាឡាវពាក្យថាភូប្រែមកជាភាសាខ្មែរមានន័យថាភ្នំដូច្នេះហើយយើងអាចហៅថាប្រាសាទវត្តភ្នំពីព្រោះតែប្រាសាទនេះត្រូវបានកសាងឡើងនៅលើចង្កេះភ្នំភូកែវដែលភ្នំនេះមានកម្ពស់រហូតដល់200ម៉ែត្រចំណែកឯភ្នំមួយដែលមានរាងមូលខ្ពស់នៅខាងក្រោយតួប្រាសាទដែលពុកម៉ែបងប្អូនកំពុងតែឃើញភ្នំនេះគឺមានឈ្មោះថាកំពូលភ្នំលឹងឬក៏អាចហៅឈ្មោះពេញថាភ្នំលឹងកៈបរវត្តាបច្ចុប្បន្ននេះប្រាសាទវត្តភូគឺជាមរតករបស់ពិភពលោកគឺបានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយអង្គការ UNESCO តាំងពីឆ្នាំ2001មកម្ល៉េះនឹងបានក្លាយទៅជាគោលដៅទេសចរមួយដ៏មានសារៈសំខាន់និងមានភាពទាក់ទាញខ្លាំងបំផុតរបស់ខេត្តចម្ប៉ាសាកផងដែរទឹកដីនៃប្រាសាទវត្តភូកាលពីដើមឡើយគឺជាទឹកដីនៃអាណាចក្រភ្នំចាប់ពីសតវត្សទី1ហើយបន្តមកទៀតបានក្លាយទៅជាអាណាចក្រចេនឡាចាប់ពីពាក់កណ្ដាលសតវត្សទី5ក្រោយមកទៀតក៏បានកកើតទៅជាដែនដីចម្ប៉ាសាកនៅសតវត្សទី10រហូតដល់សតវត្សទី13នៃគ្រិស្តសករាជមនុស្សទូទាំងសកលលោកបានដឹងប្រជាពលរដ្ឋខ្មែរគឺបានទទួលស្គាល់ថាបច្ចុប្បន្ននេះប្រាសាទវត្តភូគឺស្ថិតនៅក្នុងដែនដីនៃប្រទេសឡាវហើយក៏បានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករួចរាល់ដែរឡាវគឺជាអ្នកគ្រប់គ្រងថែរក្សាតែសូមឲ្យកូនខ្មែរគ្រប់រូបបានដឹងថាប្រាសាទនេះកាលពីអតីតកាលធ្លាប់ជាប្រាសាទរបស់ខ្មែរនិងត្រូវបានកសាងឡើងដោយបុព្វបុរសខ្មែរហើយពួកយើងជាជនជាតិខ្មែរគឺមិនបានចង់ទាមទារអ្វីដែរពីព្រោះរឿងរ៉ាវគ្រប់យ៉ាងគឺបានកើតឡើងនៅក្នុងអតីតកាលរួចរាល់អស់ទៅហើយអ្វីដែលចង់បានគឺចង់ឲ្យខ្មែរគ្រប់រូបគ្រប់ចំនួនចងចាំនៅព្រឹត្តិការណ៍រឿងរ៉ាវប្រវត្តិសាស្ត្រដែលពួកយើងបានឆ្លងកាត់និងអ្វីដែលពួកយើងបានបាត់បង់ទៅហើយអ្វីដែលពួកយើងត្រូវធ្វើគឺត្រូវចូលរួមថែរក្សាការពារអោបក្រសោបនៅមរតកវប្បធម៌និងប្រាសាទបុរាណរាប់រយរាប់ពាន់ដែលយើងកំពុងតែមាននៅក្នុងដៃការចូលរួមរបស់ពុកម៉ែបងប្អូនទាំងអស់គ្នាការពារថែរក្សានឹងគឺជាការចូលរួមចំណែកជួយជាតិយ៉ាងធំមួយពុកម៉ែបងប្អូនទាំងអស់គ្នាប្រជាពលរដ្ឋកម្ពុជាគឺសិតសឹងតែមាន smartphone នៅក្នុងដៃប្រើប្រាស់នៅបណ្ដាញសង្គមដូច្នេះហើយយើងមានសិទ្ធិនិងអធិភាពនៅក្នុងការផ្សព្វផ្សាយអំពីវប្បធម៌ប្រវត្តិសាស្ត្រប្រពៃណីនិងតំបន់ទេសចររបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោកសម្លេងរបស់យើងម្នាក់បន្តិចចូលរួមឲ្យคล้ายទៅជាសម្លេងធំនឹងបានចូលរួមជួយផ្សព្វផ្សាយទៅកាន់ពិភពលោកកាន់តែទូលំទូលាយអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូបន្ទាប់ទៀតជម្រាបលា